តាមជំនឿបុរាណ7វិធីក្នុងការកែរស័យធ្លាក់ដោយការប្រើអង្ករទី1ដាក់អង្ករ9គ្រាប់តាមខ្លួនក្នុងថង់តូចៗឬកាបូបលុយចាស់បុរាណជឿថានឹងនាំលាភនាំជ័យមកឲ្យទី2ដាក់អង្ករមួយចាននៅមុខផ្ទះចាស់បុរាណជឿថានឹងជួយស្រូបថាមពលមិនល្អចេញពីផ្ទះទី3បាច់អង្ករមុខផ្ទះពេលព្រឹកបើកផ្លូវឲ្យលាភជ័យអូសលុយកាក់មាសប្រាក់ចូលមកទី4ដាក់អង្ករក្នុងកាបូបលុយជួយបន្ថែមរាសីរឿងលុយកាក់មិនឲ្យដាច់លុយកាក់ទី5ក្តាប់អង្ករនៅនឹងដៃរួចបួងសួងអធិដ្ឋានមុនចេញពីផ្ទះឲ្យរឿងមិនល្អចេញទៅលាភជ័យចូលមករួចបាត់វាចោលទី6ដាក់អង្ករមួយកូនចានតូចលើក្បាលគ្រែមួយយប់ជឿថាជួយស្រូបថាមពលអវិជ្ជមាននិងគ្រោះមិនល្អចេញពីខ្លួនទី7យកអង្ករទៅរោយលើដីឬគល់ឈើប្រៀបដូចជាប្រឡែងគ្រោះឲ្យជីវិតចាប់ផ្ដើមថ្មី